តងនឹងរឿងលោករងឈុនថ្ងៃនេះលោករងឈុននិងអ្នកគ្រប់គ្រងគាត់100នាក់ប្រមាណជាង200នាក់នាំគ្នាប្រមូលផ្ដុំតវ៉ាមុខតុលាការផងគេដេញប្រផាត់ប្រភីងតំណែងទៅឲ្យដល់វត្តបទុមផងឥឡូវអាបទុមបដីនឹងគេដេញទៅទៀតតកតងនឹងការតវ៉ាសូមឲ្យតុលាការផ្ដល់សិទ្ធិនយោបាយឲ្យគាត់វិញអញ្ចឹងនៅថ្ងៃនេះយើងដឹងហើយលោករងឈុនត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសគឺបទញុះញង់និងបទមិនរៀងចាលញុះញង់ហ្នឹងគឺដោយសារករណីដែលគាត់ថាញុះញង់បើតាមមើលនៅក្នុងអង្គហេតុហើយនឹងការរៀបរាប់របស់លោករងឈុនមុននឹងទៅសវនាការគាត់ថាទី1គឺគេចោទគាត់ពីរឿងការគាត់ចោះជួបប្រជាពលរដ្ឋនៅបឹងតមុករឿងទៅជួយប្រជាពលរដ្ឋរងគ្រោះដីធ្លីបឹងតមុកហ្នឹងមួយករណីទី2គឺពលានយន្តហោះស្រុកកណ្ដាលស្ទឹងរងគ្រោះដីធ្លីដែរគាត់ទៅជួយដែរគាត់រងគ្រោះដោយសារតែទៅជួយអ្នករងគ្រោះទី3គឺពេលដែលសម្ពោធស្នាក់ការបកនៅស្រុកកោះធំខេត្តកណ្ដាលពេលដែលគាត់ថ្លែងសារក៏ត្រូវគេចាត់ទុកថាជាញុះញង់ដែរទី4គឺគាត់ផ្ដល់សម្ភារឲ្យវិទ្យុអាស៊ីសេរីកាលហ្នឹងគាត់សរសើរនាយករដ្ឋមន្ត្រីខ្មែរចុះទៅព្រំដែននៅខេត្តមណ្ឌលគិរីគាត់ថាបើចុះទៅបានឃើញហើយអនុវត្តផងបើថាឃើញបញ្ហាអីហ្នឹងអនុវត្តគាត់តែប៉ុណ្ណឹងចោទថាញុះញង់អាហ្នឹងរឿងមួយទៀតគឺចោទគាត់ពីដូចថាមិនរៀងចាលបាត់ល្មើសគាត់ជាប់គុក3ដងហ្នឹងហើយដោយមិនរៀងចាលអញ្ចឹងគឺកាត់ទោសគាត់ហ្នឹងគឺពិន័យជាប្រាក់ផងហើយឥឡូវអត់មានលុយសងចេញដោយការឲ្យលក់ឡៃឡុងផ្ទះរឹបអូសអាផ្ទះគាត់ដែលរស់នៅមួយខ្នងហ្នឹងអីអញ្ចឹងទៅប៉ុន្តែលោករងឈុនគាត់មិនទៅសូវខ្វល់នឹងសម្ភារៈនិយមអីអាភិបអយុធធម៌ហ្នឹងគឺគេចេះតែធ្វើទៅព្រោះគាត់ខ្លួនមួយជីវិតអ្នកនយោបាយគ្មានប្រពន្ធគ្មានកូនគ្មានស្អីអញ្ចឹងទៅគឺគាត់បូជាជីវិតនេះសម្រាប់ជាតិមាតុភូមិនេះដូច្នេះយកបានតែទ្រព្យក្រៅខ្លួនរបស់គាត់ទេអាទ្រព្យគាត់ចិន្តាមួយគឺមនសិការនឹងការស្មោះនឹងជាតិនេះគឺលួចឬក៏យកឬក៏លក់ឡៃឡុងអត់បានដូច្នេះរឿងនេះហើយដែលធ្វើឲ្យលោករងឈុននៅតែខ្លាចជាបុគ្គលដ៏គួរឲ្យព្រឺខ្លាចរបស់គណៈបកប្រជាជនកម្ពុជាដែលខ្លាចគាត់មានប្រជាប្រិយហ្នឹងហើយនឹងលោកកម្មសខាក៏អញ្ចឹងដែរចង់បានតាមរករឿងរហូតហើយរករឿងហ្នឹងគឺតុលាការបានផ្ដន្ទាទោសគាត់ដាក់ពន្ធនាគារ4ឆ្នាំហើយដកហូតសិទ្ធិនយោបាយអត់ឲ្យធ្វើនយោបាយមួយជីវិតរឿងនេះគឺចម្លែកមែនតើមានតែខ្មែរមួយទេដែលធ្វើបានណាខ្ញុំសូមសរសើរមានតែខ្មែរទេដែលអាចធ្វើបានរឿងនេះព្រោះលើលោកនេះគ្មានទេបើគេប្រហារជីវិតមកបើគេដាក់គុកមួយជីវិតមកប៉ុន្តែដកហូតសិទ្ធិនយោបាយមួយជីវិតនេះគឺអត់ដែលមានទេហើយយើងធ្វើទៅលើតែអ្នកនយោបាយដែលឆ្នាំមានប្រជាប្រិយដែលគណៈបកប្រជាជនខ្លាចតាំងឆ្នោតហ្នឹងមកបើធ្វើប្រជាប្រដ្ឋសាមញ្ញអាហ្នឹងដឹងគណៈបកប្រជាជនមិនធ្វើប៉ុន្តែធ្វើទៅលើលោករងឈុនលោកកម្មសុខាលោកសុនចន្ទធីមេបកកម្លាំងជាតិអីចឹងដែលដកសិទ្ធិនយោបាយគាត់មួយជីវិតមានច្បាប់ឯណាអនុញ្ញាតឲ្យដកសិទ្ធិនយោបាយមួយជីវិតហ្នឹងឥឡូវដល់ថ្ងៃទី14 15ខែមិថុនានេះចំកាត់ក្តីថ្ងៃមិញតុលាការសាលាតុលាកពូលគាត់ប្តឹងដល់កពូលហើយគឺថានឹងប្រកាសសាលក្រមសំទោសសាលដីកានៅថ្ងៃទី19ខែមិថុនាចឹងបងប្អូនចាំអ៊ុតលទ្ធផលនឹងទៀតទៅហើយលទ្ធផលរបស់តុលាការកម្ពុជាយើងដូចអប៉ោងបាក់ក្របចឹងបងប្អូនភាគច្រើនខ្ញុំអត់ចង់ហ៊ានភ្នាល់ទៀតទេព្រោះអីកុំឲ្យរវល់ហឺដំថ្មចោលឆ្កែប៉ុន្តែវាលើគោកពេកហើយព្រោះហេតុអីបានតុលាការសាលាដំបងកាត់ក្តីឲ្យលោករងឈុនជាប់គុក4ឆ្នាំដកហូតសិទ្ធិនយោបាយអស់ហើយទៅសាលាធរឲ្យតម្កល់សាលក្រមសាលាដំបងហើយដកសិទ្ធិនយោបាយអស់អញ្ចឹងដដែលហើយតើឥឡូវដល់សាលាកពូលហ្នឹងយើងគិតថាសាលាកពូលហ្នឹងគឺជាទេវតាមែនមកស្រាប់តែកំណត់អីចាញ់មកគឺខុសពីសាលាជាន់ទាបនិងជាន់កដាលហ្នឹងគឺឲ្យលោករងឈុនមានសេរីភាពឈប់ដកហូតសិទ្ធិនយោបាយគាត់ទៅអីឲ្យគាត់មានសិទ្ធិទៅធ្វើនយោបាយវិញគិតថាអញ្ចឹងមែនខ្ញុំថាឱកាសដែលសាលាកពូលនេះរកឃើញផ្ទុយពីតុលាការសាលាដំបងនៅសាលាកដាលនេះណាមានតែ 0.1% ទេគឺ 99.99%លោករងឈុននឹងនៅជាប់គុក4ឆ្នាំហើយអាសិទ្ធិនយោបាយនឹងបាត់បង់ដដែលទាំងអស់ដោយសារតែគេតម្កល់សាលដីការបស់សាលាធរហើយសាលាធរតម្កល់សាលក្រមរបស់សាលាដំបងគឺវានៅអញ្ចឹងហេតុអីបានជាអញ្ចឹងព្រោះគណៈបកប្រជាជនកម្ពុជាកំពុងប្រឈមនឹងការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយនេះហើយនឹងបោះឆ្នោតជាតិនៅសល់តែមួយឆ្នាំជាងទៀតហ្នឹង2028 2027 2ឆ្នាំទៀតបោះឆ្នោតជាតិមួយឆ្នាំទៀតបោះឆ្នោតឃុំសង្កាត់ដូច្នេះមិនអាចប្រឡែងលោករងឈុនមកឲ្យដឹកនាំបកមកឲ្យធ្វើនយោបាយអីបានទេត្រូវតែការដាក់ហាមឃាត់សិទ្ធិនយោបាយហ្នឹងដើម្បីកុំឲ្យគាត់ឈរឈ្មោះទី1ទី2គឺដើម្បីកុំឲ្យគាត់ប្រឡូកចូលក្នុងជីវភាពនយោបាយដើម្បីយកលេសហ្នឹងតែគាត់ហ៊ានគ្រប់គ្រងគណៈបកណាឲ្យមើលឃើញឥឡូវហ្នឹងប្រឡែងតិចទេលោករងឈុនគេដាក់គុកគាត់4ឆ្នាំហើយប៉ុន្តែអត់ឲ្យអនុវត្តគុកនៅក្នុងពន្ធនាគារទេនេះមានការទូថយដែរសរសើរអាជ្ញាធរដែរក៏ប៉ុន្តែអាសិទ្ធិនយោបាយហ្នឹងគឺចាំរឹបគាត់តែពេលគាត់លោតគឺក្រឹបដាក់គុកហ្មងអញ្ចឹងគាត់នៅចាំអញ្ចឹងរហូតហើយរឿងនេះណាប្រសើរអាចនឹងលោករងឈុនឬក៏លោកកម្មសខាអីស្ថានភាពគាត់ប្រសើរទាល់តែគណៈបកប្រជាជនកម្ពុជាជាប់ឆ្នោតភ្លុកទឹកភ្លុកដីបោះឆ្នោតគុំសង្កាត់2017ហើយឈ្នះឆ្នោត2018ឲ្យលោកហ៊ុនម៉ាណែតកាន់ជានាយករដ្ឋមន្ត្រីមួយអាណត្តិទៀតសិនបើសិនជាអត់ទេគឺអ្នកទាំងអស់នេះអត់រួចខ្លួនទេនេះគឺជារឿងនយោបាយវាអញ្ចឹងបើរឿងច្បាប់គឺគេដោះលែងអស់ហើយវាអត់មានអីត្រូវតាក់ទងពាក់ព័ន្ធទេហើយនៅក្នុងរឿងនេះហើយដែលខ្ញុំឃើញលោកបណ្ឌិតឡាវម៉ុងហៃដែលជាបណ្ឌិតចាស់ប្រជាចារមួយរូបនៅស្រុកខ្មែរដែលសិក្សាផ្នែកច្បាប់ធ្វើការអង្គការសង្គមស៊ីវិលនឹងក៏ច្រើនផ្នែកច្បាប់ផ្នែកអីហ្នឹងគាត់ថាការដកហូតសិទ្ធិនយោបាយអស់មួយជីវិតគឺផ្ទុយពីរដ្ឋធម្មនុញ្ញគាត់បានស្រាវជ្រាវអត្ថបទតាក់ទងនឹងសេចក្តីសម្រេចរបស់តុលាការដែលគាត់និយាយនៅក្នុង Facebook របស់គាត់ថាសេចក្តីសម្រេចរបស់តុលាការដកហូតសិទ្ធិបោះឆ្នោតនិងសិទ្ធិចូលឈ្មោះឲ្យគេបោះឆ្នោតនិងសិទ្ធិធ្វើសកម្មភាពនយោបាយអស់មួយជីវិតតាំងពីលោកកម្មសខាលោកគ្រូរងឈុននិងលោកស៊ុនចន្ទធីគឺមិនស្របនឹងរដ្ឋធម្មនុញ្ញនោះទេលោកបន្តថានាពេលថ្មីនេះតុលាការបានសម្រេចដកហូតសិទ្ធិបោះឆ្នោតសិទ្ធិចូលឈ្មោះឲ្យគេបោះឆ្នោតនិងសិទ្ធិធ្វើសកម្មភាពនយោបាយអស់មួយជីវិតពីលោកកម្មសខាលោករងឈុនលោកស៊ុនចន្ទធីដែលសិទ្ធិទាំងនេះជាផ្នែកទាំងស្រុងឬក៏នៃរដ្ឋធម្មនុញ្ញមាត្រា34ថ្មីនិងមាត្រា35របស់រដ្ឋធម្មនុញ្ញយើងហើយរដ្ឋធម្មនុញ្ញនេះចែងថាច្បាប់និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារដ្ឋត្រូវរបស់រដ្ឋគឺត្រូវស្របនឹងរដ្ឋធម្មនុញ្ញដាច់ខាតបានន័យថាគ្មានមាត្រាណាដែលទៅផ្ទុយនឹងរដ្ឋធម្មនុញ្ញទេប៉ុន្តែជាន់ទាបដូចជាផ្ទុយនឹងរដ្ឋធម្មនុញ្ញលោកបន្តថាហេតុនេះតុលាការបានសម្រេចដកហូតសិទ្ធិបោះឆ្នោតអស់មួយជីវិតបែបនេះពីអ្នកទាំង3គឺផ្ទុយនឹងមាត្រា34ថ្មីនិងមាត្រា35នៃរដ្ឋធម្មនុញ្ញដែលតុលាការបានរំលោភរដ្ឋធម្មនុញ្ញដែលជាច្បាប់កម្ពុជារបស់កម្ពុជាលោកបញ្ចប់ថាសូមបញ្ជាក់ថារដ្ឋធម្មនុញ្ញជាច្បាប់កម្ពុជាហើយត្រូវគេគោរពអនុវត្តឋានានុក្រមនៃលិខិតបទដ្ឋានគតិយុត្តដូចមានខ្លឹមសារដូចតទៅនេះគឺទី1ឋានានុក្រមលិខិតបទដ្ឋានគតិយុត្តជាធាតុផ្សំមួយដ៏សំខាន់នៃនីតិរដ្ឋគឺអំណាចច្បាប់ហើយមានន័យជាអាចបានន័យថារដ្ឋធម្មនុញ្ញជាច្បាប់កម្ពុជានិងអនុម័តទទួលយកសន្ធិសញ្ញាឬច្បាប់អន្តរជាតិណាមួយលុះត្រាសន្ធិសញ្ញានិងច្បាប់អន្តរជាតិនោះស្របនឹងរដ្ឋធម្មនុញ្ញទៀតហើយមានប្រជាក្រមមានអីចឹងបាទខ្ញុំប្រសាសន៍របស់លោកបណ្ឌិតប៉ុណ្ណេះដោយសារពេលវេលាខ្លីតែលោកគ្រាន់តែចង់ជម្រាបថាការដែលដកហូតសិទ្ធិនយោបាយពីប្រជាពលរដ្ឋបែបនេះគឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ